ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ Pi គេប្រើសម្រាប់ប្រើប្រាស់ comment ច្រើននៅក្នុង line តែមួយដែល comment ទី2គឺជា output របស់ comment ទី1ដែលដំបូងយើងធ្វើការ check user របស់ user មក who am I នេះខ្ញុំឆ្លលើ user នេះបន្ទាប់មកយើងធ្វើការ ls មួយមើលបន្ទាប់មកយើងធ្វើការ ls ដក lx មួយនេះវា list មកទាំងអស់ដែលវាច្រើនពេកអញ្ចឹងយើងធ្វើការប្រើ pipe ដើម្បីងាយស្រួលកំណត់យកចំនួនតិចដែលដំបូងយើងដាក់ ls ដក lx ចេះមួយមកបន្ទាប់មកយើងដាក់ head ដក3នេះវា list បាននៅលើ3តែបើថាយើងចង់កំណត់លេខ1 2 3ទៀតយើងធ្វើការ ls ដក lx ខ្លះដែរ nl សម្រាប់យើងដាក់លេខ1លេខ2លេខ3បន្ទាប់មកយើង head មកយើងដក3នេះវានឹងចេញមកឲ្យ1 2 3ដែលបន្ទាប់មកបើយើងចង់យកពីក្រោមវិញយើងធ្វើការ ls ដក lx nl ដែរមកបន្ទាប់មកយើងលើកនេះយើងយកពីក្រោមអញ្ចឹងយើងធ្វើការសរសេរថា tail គឺចំនួនខាងក្រោមអញ្ចឹងយើងយកដក3ដែរវានឹងចូលពី22នេះមកហើយបន្ទាប់មកយើងធ្វើការបង្កើត file មួយអញ្ចឹងយើងសរសេរ tag ដាក់អុកសាកmy file ហើយទៅមក .tt មកបន្ទាប់មកយើងចូលទៅមកពេញចូលទៅ file ហ្នឹងអញ្ចឹងយើងយក nano my file enter បន្ទាប់មកយើងសាកដាក់ number ពី3មកបន្ទាប់មកយើងចេញវិញមក Ctrl X Y យក Y មកនេះយើងចេញមកហើយយើងសាក ls វាមើលមួយមកបន្ទាប់មកយើងសាក cat វាមើលមួយមកថាវាមាននេះអត់វាយបានជោគជ័យនៅនេះគឺហើយដែលបន្ទាប់មកបើយើងចង់ cat រើសតែពាក្យមួយយើងដាក់វាយ my file pipe ចឹងមកហើយ grab បើយើងចង់រើសយកពាក្យមួយយើងដាក់ grab 2អីចឹងមកវា enter វានឹងចេញតែ number 2ទេដូចថាវាមានពាក្យនេះបន្ទាប់មករបៀបមួយទៀតគឺយើង cat ដែរ my file pipe nl ហើយយើងយកតាក្បាលលើ2ទេអញ្ចឹងដក2មកវាអត់ចេញពី3ទេនេះគឺ number 1 number 2អត់មាន number 3ទេហើយ1 2ហ្នឹងដែលបន្ទាប់មកការងារវីដេអូរបស់ខ្ញុំបានឈានចប់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប redirect file ឬក៏ redirect directory ដែលដំបូងយើងចូលទៅកាន់ SSH របស់យើងសិនមកយើងចូល PowerShell សិនឥឡូវយើងចូល PowerShell ហើយយើងចូលទៅ SSH របស់យើងមក
នេះគឺតម្រូវការ password អញ្ចឹងយើងវាយ password ហើយយើងបង្កើតមកឥឡូវវាបានចូល successfully អញ្ចឹងដែលដំបូងយើងវាយពាក្យថា OMS មកដើម្បីឲ្យដឹងថាយើងឆ្លងទៅកាន់ user មួយណានេះជា server របស់ខ្ញុំបន្ទាប់មកយើងនឹងធ្វើការ redirect etc ទៅកាន់ AU30 file ដែល etc គឺជា system configuration directory ដែលយើងចង់ឲ្យវា long text អញ្ចឹងយើងដាក់ ls យើងដាក់ ls .l មកបន្ទាប់មក/1 etc បន្ទាប់មកទៅ AU30 .tt នេះអញ្ចឹងយើងដាក់ ls វាមើលមកគឺវាមានហើយដែលឥឡូវយើងធ្វើការ cat វាមើល cat AU30 .tt enter នេះគឺជា long text របស់វាអញ្ចឹងទៅដែលវាបញ្ចប់ដោយ command font ឥឡូវយើងធ្វើការ add តែ3ខាងក្រោមនេះទេអញ្ចឹងយើងប្រើ command មួយដែលតាក់ទងនឹង file ដែរអញ្ចឹង ls.l /etc pi tail ហ្នឹងសម្រាប់ខាងក្រោមយើងដក3មកកំណត់ចំនួន3ហើយ AU30.tt វានឹង add ចូលនេះបន្ទាប់មកយើងចុច enter មកឥឡូវយើងធ្វើការសាក cat វាមើលម្ដងទៀតថាវាចូលដែរឬក៏អត់cat AU30.tt ដែល comment 3ខាងក្រោមនេះគឺវា add បន្ថែម3ទៀតបន្ថែមម្ដងទៀតបាទអញ្ចឹងវាចូលហើយតែឥឡូវនេះវាបញ្ចប់ដោយ comment font តែម្ដងទៀតអញ្ចឹងយើងសាកតេស្តម្ដងទៀតថាវាចូលទៀតដែរឬទេកុំឲ្យថាវាអត់ចូលអញ្ចឹងយើងវាយម្ដងទៀតមកឥឡូវយើង cat វាមើលដែរនេះគឺវាចូលមក2ហើយអញ្ចឹងទាំងអស់3ដែលសម្រាប់comment តកតងនឹង redirect គឺមានតែប៉ុណ្្នឹងទេសូមអរគុណសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប Remote AWS Access ហើយតកតងនឹង Conflict Test ក៏ដូចជា EC2 របស់យើងក៏នៅទៅកាន់ SSH ជាដំបូងយើងត្រូវ login ចូល AWS របស់យើងមកហើយបន្ទាប់មកយើងវាយយើង search EC2 ហើយយើងចូលចុចកន្លែង EC2 ហ្នឹងមកហើយបន្ទាប់មកយើងចុចទៅកាន់ instance តែដំបូងយើងត្រូវបដូរ location យើងបើអ្នកទាំងអស់គ្នាអត់ទាន់បដូរទេអ្នកទាំងអស់គ្នាត្រូវបដូរទៅ OIO ដើម្បីវាកាត់លុយតិចអញ្ចឹងយើងចុច Ohio ហ្នឹងមកហើយតែបន្ទាប់មកយើងចូលទៅកាន់ line instance កន្លែងនេះយើងវាយឈ្មោះរបស់យើងមកខ្ញុំសូមធ្វើការដាក់ u30 underscore easy2 ចាំមកបន្ទាប់មកយើងកន្លែងនេះយើងជ្រើសយកយមទូហើយតនេះវិញយើងជ្រើសយក free tier នោះមកបន្ទាប់មកយើងចូលទៅកន្លែង create new key pair នេះមួយហើយយើងដាក់ឈ្មោះមួយមកសម្រាប់ហើយយើង create pair key pair មកពេលដែលយើង create ហើយយើងវាចូល download អីអញ្ចឹងយើងត្រូវចំណាំថាយើងទុកនៅកន្លែងណាបន្ទាប់មកយើង line extend នោះមកហើយយើងចាំបន្តិចដើម្បីឲ្យវា
ដំណើរការពេលដំណើរការហើយយើងចូលទៅកន្លែង instance នេះវិញហើយយើងរងចាំដើម្បីឲ្យវាចេញload ថា check up ហើយអញ្ចឹងឥឡូវខ្ញុំសូមធ្វើការ scope រហូតដល់វា load check up ហើយយើងអាចចាំឲ្យ refresh យូរម្ដងទៅដើម្បីថាវា load នៅអញ្ចឹងឥឡូវ scope ហើយនេះឥឡូវវា check ហើយអញ្ចឹងយើងចូលកន្លែង instance ID នេះមកបន្ទាប់មកយើងចុចពាក្យថា connect បន្ទាប់មកយើងចូលទៅកាន់ SSH client នេះយើងធ្វើការ copy ឈ្មោះនេះមកបន្ទាប់មកយើងធ្វើការទៅកាន់ keyboard របស់យើងមកហើយយើងចូលទៅកាន់ CD download ហើយបន្ទាប់មកយើងចូលធ្វើការ pass មួយមក pass comment មិញហ្នឹងយើង right click មកយើង pass ម្ដងទៀត pass វាមកបន្ទាប់មកយើង copy example នេះទៅ pass វាម្ដងទៀតវានឹងធ្វើការដំណើរការហើយយើងវាយ yes មកនេះវាដែរឥឡូវយើងចង់ដឹងថាវាត្រូវអត់យើង say command UMI មកpwd ដែរ hostname មួយទៀតមកនេះគឺវាដែរបន្ទាប់មកយើងធ្វើការ create folder មួយមក sudo mk dir sensor 9ចុងក្រោយ010ហើយ enter មកបន្ទាប់មកយើងធ្វើការ install tree មួយ sudo apt install treeនេះយើងអត់បានអញ្ចឹងយើងសាកupdate មួយសិន sudo apt updateបន្ទាប់មក apt list upgrade 1មកហើយឥឡូវយើងសាកម្ដងទៀតមើលថាវាចេញឡើង sudo apt install tree នេះវាដែរឥឡូវយើងធ្វើការបង្កើត file ម្ដងទៀត sudo apt free 001
đó xong số tập mình click âm cái đi âm cái ấy ó nó clear như hai bắt đầu mà dương đã chạy về mơ mốcនេះឥឡូវយើងបង្កើតហើយអញ្ចឹងឥឡូវយើងធ្វើការបង្កើតfile តិចវាមួយកន្លែងនេះយើងដាក់ nano t អឺ .tt វាចូលធ្វើវាចូលហើយឥឡូវយើងសាកដាក់hello សមមកបាទឥឡូវយើងធ្វើការសរសេរបែបនេះវិញមកនេះចេះមកឥឡូវយើងចេញមកយើង save វាមកហើយ enter ចេញមក clear វាមួយមកឥឡូវយើងធ្វើការ copy file ទាំងអស់ហ្នឹងទៅដល់0010មក sudo cp text dot tmod បន្ទាប់មកដាក់001មក enter ឥឡូវ002ម្ដង003 004 dot slash មកហើយយើង enter មក
ឥឡូវយើងធ្វើការ review មើលមួយមកនេះវាចេញមកហើយ file ដែលយើង copy មកចូល directory មួយហើយឥឡូវយើងធ្វើការថែមួយការដក cvf AU30 .tar ស្លាមមកនេះឥឡូវយើងធ្វើការដាក់វាហើយឥឡូវយើងធ្វើការ extract វាចេញម្ដង tar ដក hvf មក AU30 នេះ extract ហើយតែវាអត់ដើរអញ្ចឹងដោយសារយើងអត់មាន permission អញ្ចឹងយើងធ្វើការប្រើតាមsudo វិញ sudo ថាមិញមកហើយយើងenter ម្ដងទៀតមកនេះគឺវាជោគជ័យមែនតើហើយឥឡូវយើងធ្វើការប្រើ command មួយទៀត cvf AU30 ឥឡូវយើងសាកមើលវាមកនេះគឺវាចេញហើយបន្ទាប់មកយើងអានវាវិញយើងដាក់ថាដកនេះវាដើរវិញហើយមកពីមុនហ្នឹងខ្ញុំសេអានេះ AU30 capital letter វា small letter ទេរកមកយើងធ្វើការពលាវិញពលាវាវិញមកវាលោតចេញហើយអញ្ចឹងយើងចូលម្ដងទៀតមកឥឡូវយើងពលាវាចេញមក
là việc ban bị lìa chênh hơi và đó mà thua cả install xịp môi mà và là dân thua cả xịp pha với mà xịp độ ô ví và là dân ăn xịp về với mà đi dân dụ đưa về mà đi muốn năng việc automation là về dụ đô về bài đấy ăn xịp bài đấy và là dân thua cả trivia mà nóបាទអ្នកទាំងអស់គ្នាដែលតកតងនឹងការងារខ្ញុំ comment ខ្ញុំមានតែប៉ុណ្្នឹងហើយយើង close វាមកមុននឹងយើងចប់យើងត្រូវទៅបិទនៅកន្លែងAWS កុំឲ្យវាកាត់លុយយើងរហូតអញ្ចឹងទៅយើងចូលកន្លែង instant state ហើយ stop instant ទៅវានឹងជប់កាត់លុយយើងហើយអូខេយើងចុច stop មកបន្ទាប់ពី stop ហើយយើង refresh វាមួយមកនេះគឺវា LAN online ទៀតហើយដែលវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបតម្លើង FTP server នៅលើ EC2 AWS ដំបូងយើងចូលកន្លែង security group មកហើយយើងចុចពាក្យថា create security group មួយមកនេះយើងដាក់ឈ្មោះវាមួយមកហើយនេះយើងដាក់folder នេះចូលមកបន្ទាប់មកយើងចុចពាក្យថា create security group មួយមកបន្ទាប់មកយើងធ្វើការ edit inbound role វាសិនមកកន្លែងនេះយើងយកពាក្យថា all TCP សិនមកនេះយើងយក 0.0 ចឹង anywhere កន្លែងនេះយើង learning ចឹងយើងដាក់ learning សិនមក 0 1បន្ទាប់មកយើងធ្វើការទៅ extend វិញមកយើង set up ថ្មីគឺ line extend នេះមកយើងដាក់ឈ្មោះវាមួយមក FTP server ហើយយើងចុះមកបន្ទាប់មកកន្លែងនេះយើងដាក់យមទូមក
Kalian create new KPN នេះយើងបង្កើតថ្មីមួយមកកន្លែងនេះយើងដាក់ឈ្មោះវាមក EC2 remote បន្ទាប់មកយើង create KPI មួយវា download ហើយបន្ទាប់មកយើងកន្លែងនេះយើង allow SSH ហើយយើងកន្លែងនេះយើងយក security របស់ពួកយើងមកនេះ security group កន្លែងនេះយើងធ្វើការបដូរតាម 5G មកបន្ទាប់មកយើងធ្វើការ line system មករួចយើងទៅធ្វើការចាំវាដើម្បីដំណើរការឥឡូវវាកំពុងតែ running អញ្ចឹងទៅនិយាយទៀតវាដំណើរការហើយឥឡូវយើង check ហើយអញ្ចឹងយើងចូលវាតែម្ដងមកយើងចុចពាក្យថា connect មកឥឡូវវាចេញមកកន្លែងនេះហើយអញ្ចឹងតែជាដំបូងយើង copy IP address របស់វាសិនមក copy ចូលនេះមក copy យើង copy ទុកមួយសិនបន្ទាប់មកយើងទៅ copy កន្លែងនេះម្ដងហើយមុនហ្នឹងខ្ញុំច្រឡំ copy link នេះដែលអាហ្នឹងយើងអត់ត្រូវការទេអញ្ចឹងយើងលុបវាចេញវិញមកហើយបន្ទាប់មកយើងទៅកន្លែងនេះយើងទាញkey របស់ដែលយើង download មុនហ្នឹងយើងយកវាទៅបង្កើតនៅកន្លែង folder មួយមកបង្កើត folder មួយសម្រាប់ដាក់វាឥឡូវយើងដាក់ហើយបន្ទាប់មកយើងមកស្ដាប់ហើយយើងចូលកន្លែង open Gibah here មកនេះវាមកហើយអញ្ចឹងយើងយក key នេះមួយមកផាសវាចូលមកបន្ទាប់មកយើងទៅ copy អានេះម្ដងហើយយើងផាសវាទៀតមកនេះឥឡូវយើងដាក់ yes មកហើយចូលហើយហើយដំបូងយើង sudo abc update ម្ដងបន្ទាប់មកយើងទៅ install package វាមួយដែលមានឈ្មោះថានេះ
បន្ទាប់មកយើងទៅ CD នេះមានហើយបន្ទាប់មកយើងថ្ងៃនេះម្ដងបន្ទាប់មកយើងមើលវាបន្ទាប់មកយើងចូល Sudo Nano នេះមកបន្ទាប់មកយើងធ្វើការកែមក local នេះគឺ yes ស្រាប់ហើយកន្លែងនេះវិញយើង yes វាមួយដែរបន្ទាប់មកយើងធ្វើការទៅ CX root មកនេះ CX root នេះ local user ស្មើ yes បន្ទាប់មកវាឲ្យថែម command មួយទៀតគឺ allow rival CX root yes នេះបន្ទាប់មកយើងទៅ copy នេះមក3នេះឲ្យអស់នៅចុងបញ្ចប់របស់ line គឺយើង pass វាចូលមកច្រឡំនេះយើង pass វាចូលមកបែបនេះបន្ទាប់មកយើងចេញមកវិញ Ctrl X Y មក Enter មួយមកចេញហើយបន្ទាប់មកយើងធ្វើការ restart វាមួយពេលហើយយើងcheck មើល status វាថាវាដើរនៅនេះគឺយើងធ្វើការ check សមកថាហេតុអីបានវាអត់ដើរហើយវាអត់ទាន់នេះទេគឺយើង connect វាទៅម្ដងទៀតមកហើយបន្ទាប់មកយើងសាក check status វាម្ដងទៀតថាវាដើរនៅទេយើងធ្វើការឆែកមកឥឡូវយើងដឹងមូលហេតុហើយអញ្ចឹងយើងចូលទៅកែម្ដងទៀតយើងហៅមូលហេតុហ្នឹងមកនេះគឺមូលហេតុរបស់វា
យើងធ្វើការលុបវាមកដោយសារតែមុនហ្នឹងដែលច្រឡំមក copy ហ្នឹងធ្វើឲ្យវាបញ្ហាកន្លែងហ្នឹងអញ្ចឹងយើងលុបវាទាំងអស់ហ្នឹងមកនេះឥឡូវខ្ញុំធ្វើការលុបឲ្យដែលបន្ទាប់មកយើងធ្វើការ copy line ទី line 3នេះម្ដងទៀតមកយើង pass វាមកហើយយើង control x មកចាយើងធ្វើហើយបន្ទាប់មកយើងធ្វើការ restart វាម្ដងទៀតហើយឥឡូវយើងធ្វើការឆែក status វានេះ running ហើយឥឡូវយើងត្រូវការកម្មវិធីមួយទៀតគឺឈ្មោះថា Filezilla អញ្ចឹងយើង download ឲ្យ install វាមកគ្រីមកអានេះ decline មកចេញមកនេះដែរដំបូងយើងធ្វើការនេះសិនមកយើងចូល file file manager យើងដូរ key របស់យើងមួយមកយើងយកPM នេះPM នេះ key របស់យើង open វាមកបន្ទាប់មកយើងចូលសិនមកហើយយើងជាណានេះឥឡូវយើងចាំសិនវា reload មួយសិនអញ្ចឹងយើងចូល host នេះសិនមកនេះវាទៀមទីឲ្យយើង connect ចូលម្ដងទៀតឥឡូវយើង search ថាយើងជាណាពួក MI យូទូនេះគឺយូទូហើយហើយយើងសាកconnect វាមើលថាចូលអត់នេះ all the way trust មកអូខេនេះគឺដែរបន្ទាប់មកយើងយកបង្កើត directory មួយមក FTP client មក client ចុះមកនេះបន្ទាប់មកយើងសាកបង្កើត file មួយវាមួយមកlearning ទៅមកដល់តែមកនេះយើងសាកទៅមើល comment វាគឺLF វាមួយសិន
វាreconnect ទៀតហើយអញ្ចឹងយើងចាំវាបន្តិចមកអញ្ចឹងយើងទៅយកលេងនេះម្ដងទៀតដើម្បី connect ចូលឥឡូវចូលហើយអញ្ចឹងយើងសាក LS វាមើលមួយនេះគឺមានហើយបន្ទាប់មកយើងសាក CD វាទៅខ្លាញ់បន្ទាប់មក LS វាមើលនេះគឺមានបន្ទាប់មកយើងសាក CSS វាចូលមើលមួយ Nano learning ដាក់ welcome ចឹងមកCtrl X Y Enter ហើយឡើងសាក cut វាមើលមួយនេះមានហើយតោះមកយើងសាកsearch មក OMI នេះបន្តមក PWD បាទហើយបន្តមក hostname នេះឥឡូវបន្តមកយើងចូលធ្វើការកន្លែងនេះសាកទាញយកឈ្មោះវាមួយមកនេះយើងសាកទាញនេះចូលមើលថាវាដាក់អត់គឺដាក់ហើយនេះទាញចូលបានជោគជ័យអញ្ចឹងវីដេអូខ្ញុំបានចប់តែប៉ុណ្្នឹងសូមអរគុណអ្នកនរ